បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះគឺជាចំការតារ៉េនដែលនៅសំឡូតថ្មីបាទសំឡូតថ្មីហើយបងប្អូនឃើញគឺតារ៉េនធម្មជាតិដែលផ្លែប្រងព្រាតពេញដើមត្មងបាទគឺសម្បូរបែបមែនទែនបាទហើយចំការនឹងដែរគឺឃើញថាធំមែនទែនបាទគឺមានទាំងសាវម៉ាវមានទាំងតារ៉េនរាប់រយដើមតែម្ដងគឺធំណាស់ធំដឹងជាប្រហែលហិកតាប្រហែលជា5 6 7ហិកតាម្ដងវាធំមែនទែនបាទដោយបងប្អូននេះបានឃើញហើយគឺសាវម៉ាវហើយនឹងតារ៉េនខាងនេះចាប់ដើមទុំបដាហើយបើសិនជាបងប្អូនមានបំណងចង់ទៅលេងហើយបាទគឺយើងទៅពីផ្លូវ8ផ្សារភ្ញៀវទៅហើយយើងទៅត្រង់បុកមកសំឡូតមកគឺយើងនឹងឃើញចំការនឹងរបស់គាត់នឹងនៅហួសផ្សារសំឡូតថ្មីបន្តិចដែលនៅពីខាងឆ្វេងដៃជាប់នឹងផ្លូវធំហ្មងហើយអត់ពិបាករកទេបាទចំពោះរសជាតិផ្លែសាវម៉ាវនេះវិញគឺឃើញថាឆ្ងាញ់មែនទែនបាទផ្អែមហើយស្រួយហើយសបកវាស្ដើងហើយខ្ញុំអត់ស្គាល់ថាសាវម៉ាវជាពូជសាវម៉ាវអីដែរអត់ដឹងទេដឹងតែហូបទៅឆ្ងាញ់ផ្អែមស្រួយហើយសបកវាស្ដើងមែនទែនMày mà tôi biết cây khôngបងប្អូនថៅការមកលេងអីអាចចូលចំការនេះបាននៅហួសផ្សារសំឡូតទឹកមកដីប្រហែលជា8 9 ម៉ែត្រឃើញផ្លូវចោះមកចំការបាទសាវម៉ាវតារ៉េនគឺសម្បូរទៅឆ្ងាញ់មែនតើតារ៉េនពេញដើមដូចយើងឃើញអញ្ចឹងបាទអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះ